មិនបាយជួយផងតាមទឹកទេម៉ែខ្ញុំខ្លាចក្បូនណាម៉ែbằng bật cầm đất hộp phía sân ôi mai cái nhung về đi cái lối xa đích mình về ta đal ma cái nhung chi bắt maสลับได้จดจำน้องไม่อยากขอเดาพงเวทนี้ก็ลองไม่ฉลองมันคนเต้con ở đây lời tao câu tao mai ơi chỉ mình con ơi tóc sao con tặng cái đây mơ chụp em mình đi này công son công rồiตักเป็นได้พอกระเบนไปเลยมานั่งปกสักโปรดช่วยไปคดีไม่รู้เวทนาเราต้องสลับตั้งโคลนมาไว้เมาไม้กับเต้าจังกอนcầm ơi cầm trên trăm muôn chất chết nước bên Việt Nam đôi trời bần đặc xa hai mai thằng đốm nhom rốt tờ rau bọc xa hay lâu hạt ấy mới sầm ra nót nhẹ chẳng mai đang khôn bao na mà na rốt tao cho muối con mai ơi mai đang mấy khi tờ rau bọc xa về cái bay mai trọt đó con mai
ប្រាប់ឲ្យកូនរងចាំដល់រាប់ណានៅតែមានថ្ងៃស្អែកនោះជីវិតយើងនឹងផុតទុក្ខតើស្អែកណាមួយទៅម៉ែដែលជីវិតខ្ញុំនឹងម៉ែផុតទុក្ខខ្ញុំចាំយូរណាស់ហើយម៉ែចាំថ្ងៃខ្ញុំនឹងម៉ែផុតទុក្ខឥឡូវម៉ែទៅចោលខ្ញុំម៉ែកុំទុកឲ្យខ្ញុំនៅជាមួយគេខ្ញុំវេទនាណាស់ម៉ែទៅទាំងអស់គ្នាកូនសូមទៅជាមួយម៉ែដែរជីវិតនៅរស់ស្គាល់តែគេចេះគេវាយគេប្រមាថឥឡូវម៉ែទៅហើយខ្ញុំនៅជាទាសកលគេតែម្នាក់ឯងធ្លាប់ពេលម៉ែនៅរស់ពេលគេវាយម៉ែយកខ្លួនពេងពេលគេបង្អត់បាយម៉ែខ្ចប់ម៉ែក្រាបលូនយកមកឲ្យកូនបើអស់ម៉ែហើយខ្ញុំនៅជាមួយអ្នកណាម៉ែទៅហើយទៅរកពុកសាក់ណាស់ម៉ែណាពេលម៉ែនៅរស់ម៉ែព្រាត់ពីពុកឥឡូវម៉ែទៅហើយម៉ែទៅតាមពុកសាក់ឲ្យមកជួយកូនពុកសាក់នៅឯណាមកជួយយកខ្ញុំចេញពីទីនេះផងទៅតាមពុកឲ្យមកជួយខ្ញុំផងណាម៉ែកូនទុកសាក់សពម៉ែនៅមាត់ស្ទឹងនេះកូនឲ្យអ្នកបំរើជួយមកបញ្ចូលសពម៉ែមកផាជួយបងផងច្រើនឆ្នាំក៏លុបផុតទៅហើយអូមុំម្ចាស់ជីវិតបងអើយចុះតើពេលនេះអូននៅឯណាបងខិតខំស្វែងរកអូនគ្រប់ទីកន្លែងគ្រប់ច្រកលហកទាំងអស់ចុះហេតុអ្វីក៏គ្មានដំណឹងពីអូនបន្តិចសោះដូច្នេះអូមុំប្រពន្ធសម្លាញ់ចុះតើអូនឯងនៅឯណាច្រើនឆ្នាំហើយអូនតើសោកទុករបស់អូនយ៉ាងណាបងនឹកអូនណាស់ម្ល៉េះថ្លើមថ្លៃអើយចុះពេលនេះហើយអូននៅឯណាបងនឹកអូនណាស់មកចាប់ថ្លើមថ្លៃចិត្តណាបងខ្លោចផ្សាចិត្តណានឹកដល់កូននេះថាអូនឃ្លាតណាបងទៅដូចផ្ដាច់ញ៉ាសង្ខារស់ទាំងខ្លោចផ្សាក្នុងចិត្តណាយពេកក្រៃតើអូនព្រាត់រស់ឬអូនព្រាត់ខ្សែអោភុំផែនដីម្ដេចក៏ឬស្យាងបងខំស្វែងរកស្ទើរផុតផែនដីតែគ្មានដំណឹងអ្វីឲ្យបងខ្លោចផ្សាបងខំស្វែងរកស្ទើរផុតផែនដីគ្មានដំណឹងអ្វីឲ្យចិត្តណាខ្លោចផ្សាតើក្នុងចិត្តនេះយើងមានវាសនាជួបគ្នាទេណាម្ចាស់ទួងចិត្តបងគ្មានអូន
ទៅមកអើយព្រះអើយជួយផងអើយឲ្យបានជួបមើលនឹងមកមើអើយល្ងាចព្រឹកនឹកអើយសែននឹកគ្រប់ដង្ហើមចេញចូលទាំងអស់នាមគឺជាមេតបដែលដឹកនាំប្រមុខសឹករាប់ពាន់រាប់ម៉ឺននាក់គេគោរពកោតក្រែងណាស់ចុះហេតុអ្វីគ្រាន់តែខ្ញុំស្វែងរកមនុស្សម្នាក់វាមានផលលំបាកសម្រាប់ខ្ញុំដូចជារាវមួយជុលនៅក្នុងបាតសមុទ្រដូចនេះបើទោះបីជាទទួលរាជបញ្ជាអំពីព្រះអង្គដោះស្រាយរាល់រាជកិច្ចផ្សេងទាំងអស់តែមុំអើយបើនៅតែឆ្លៀតសើបសួររកអូនគ្រប់ទីកន្លែងតែគ្មានដំណឹងអ្វីពីអូនបន្តិចសោះប្រត់គ្នាច្រើនឆ្នាំហើយមុំតែទើបតែយប់មិញនេះទេខ្ញុំដូចជាចុះសពភ្នែកស្រស់អីម្ល៉េះឃើញអូនមកសម្រក់ទឹកភ្នែកនៅចុងជើងរបស់បងរៀបរាប់អំពីទុក្ខសោកវេទនាថាសពថ្ងៃនេះអូនហើយនៅកូនកំពុងតែលំបាកណាស់កូនរបស់យើងធំហើយកូនរបស់យើងគឺជាកូនស្រីទៀតអូមុំអើយមុំលុះបងដឹងខ្លួនទើបបងដឹងថាគ្រាន់តែជាការយកសពនឹងរលកអារម្មណ៍របស់បងតែប៉ុណ្ណោះចុះបើសិនការពិតជីវិតអូនហើយនៅកូនលំបាកវេទនាដូចនេះមែនចុះអូនឯងនៅឯណាចាប់តាំងពីថ្ងៃដែលអូនបាត់ដំណឹងឋានៈបនស័កមាសប្រាក់វាហាក់បីដូចជាគ្មានតម្លៃមិនអាចធ្វើឲ្យជីវិតរបស់បងរស់បានក្តីសុខទេចុះតើពេលនេះអូនឯងនៅឯណាណាស់ហើយចុះឲ្យតើបងនៅមានជីវិតបងនៅមានដង្ហើមបងនឹងបន្តដំណើររកអូនលុះដង្ហើមចុងក្រោយរបស់បងណាមុំរវល់តែបណ្ដែតអារម្មណ៍ខ្ញុំស្ទើរតែភ្លេចគិតទៅហើយថាពេលនេះខ្ញុំនាំដំណឹងរបស់លោកមេកងមនុស្សដើម្បីឈានចូលទៅវិមានរបស់សថៃនេះផ្ដាំផ្ញើសេចក្តីសួរសុខទុក្ខចំពោះម្ដាយរបស់លោកទេតាដើរបដានិយាយមិនដើរមិននឹងថាខ្ញុំដល់ណាហើយទេអូប្រហែលជាវិមានធំស្កឹមស្កៃខាងមុខនោះហើយមើលទៅខ្ញុំអស់ចំហៀងចូលទៅក្នុងវិមាននោះសិនអ្នកម៉ែយ៉ាងម៉េចកូនខ្ញុំមានការចង់ប្រាប់អ្នកម៉ែណាតារឿងស្អីតើកូននៅពេលដែលខ្ញុំទៅត្រួតត្រាកម្មករធ្វើការអំបញ្ញមិញនេះខ្ញុំដូចជាមិនបានឃើញនាងរំដួលនោះវាមកធ្វើការទេណាម៉ែមិនក៏ប្តេប្រាស់បែបនេះអូយចន្ទនាចាម៉ែឯងគួរតែទៅហៅនាងម៉ៃឲ្យវាអូក្បាលវាមកវារវល់ធ្វើអីនាងម៉ៃនាងម៉ៃឆាប់ចេញមកនេះឲ្យលឿនណាមកនេះយើងគ្រាន់តែចង់ដឹងដែរថានាងរំដួលវាធ្វើស្អីបានជាវាមិនមកធ្វើការអូយលោកស្រីលោកស្រីវាធ្វើអីគេវាមួយថ្ងៃណាគឺតែអង្គុយសម្កល់សម្រក់ទឹកភ្នែកព្រោះម៉ែវាងាប់ហ្នឹងណាអញ្ចឹងឆាប់ទៅយកវាមកថាម៉ែយើងនឹងបងស្រីចង់ជួបគួរឲ្យក្តៅចិត្តមែនប្តេផ្ដាប់បែបនេះណាកូនវាគួរតែត្រូវទទួលមេរៀនទៀតហើយសឹកណាវាមកដល់លោកស្រីណែអូយថ្ងៃហ្នឹងហេតុអីបានជាឯងមិនព្រមធ្វើការហ៎សុំទោសផងអ្នកនេះបងរំទោសគាត់គ្មានកម្លាំងធ្វើការទេព្រោះអីម្ដាយគាត់ទៅតែនឹងស្លាប់លើកលែងឲ្យគាត់ទៅណាអ្នកនេះយើលើកលែងណាមិនមែនខ្ញុំខ្ជិលច្រអូសទេអ្នកនេះបើសិនជាការងារគាត់មិនបានខ្ញុំមិនក្រាបដងធ្វើទាំងអស់បានទេអ្នកនេះណែនាងរំដួលណាពីថ្ងៃនេះតទៅនាងណាទៅតែធ្វើការពីចំណែកដើម្បីជំនុំម៉ែរបស់នាងឯងលើកឯងទៅខ្ញុំលើកដៃសំពះបើអ្នកនាងជាខ្ញុំតើអ្នកនាងដឹងថាការបែកម៉ែទុកធំប៉ុណ្ណាអ្នកនាងមានម៉ែនៅចិត្តអ្នក
អ្នកនាងកើតមើលរូបស្អាតអ្នកនាងមានទ្រព្យអ្នកនាងមានគ្រប់យ៉ាងអ្នកនាងអត់យល់ពីអារម្មណ៍ខ្ញុំទេនាងចេះជួយចាប់មែនទេ លោកស្រី ពេលដែលនាងនិយាយថាបែកមនុស្សដែលនាងស្រឡាញ់ ខ្ញុំនឹកម៉ែ ចង់នាងមានដែរសួរខ្ញុំទេថាកូនប្រុសរបស់ខ្ញុំស្រឡាញ់ស្មើនឹងជីវិតនាងឲ្យបែកទៅនេះខ្ញុំឈឺចាប់ប៉ុណ្ណាឥឡូវខ្ញុំធ្វើឲ្យនាងដឹងថាយើងបាត់បង់មនុស្សដែលយើងស្រឡាញ់នេះតើវាមានក្តីសុខឬក៏ទុក្ខប៉ុណ្ណាដែរទៅហើយមកពេលនេះមកធ្វើអីឲ្យធ្វើការមិនក៏មិនធ្វើហ៎ លោកស្រី ចាំមិន លោកស្រីអើយគាត់គ្មានកម្លាំងនឹងឯណានឹងធ្វើការនោះទេដល់លោកស្រីដឹងស្រាប់ហើយថាម្ដាយគាត់ទៅតែនឹងស្រាប់ដូច្នេះការងារគាត់ប្រមាណទុកឲ្យខ្ញុំយកទទួលចំនួនណាលោកស្រីណាបងអើយ ចាឯងឯងចេះស្អីអូម៉ែមកដល់វត្តដល់ម៉ែទៅម៉ែមិនរឿងរបស់វាទេឯងមិនក៏មកធ្វើការចេះបានជាមិនទទួលរងរាប់ចំនួនឬមកថ្ងៃចង់ទៅដែរនាងបងប៉ា ខ្ញុំសុខចិត្តទទួលចំនួនគាត់ក៏បានមិនបែរគាត់ធ្វើទេលោកស្រីលោកស្រី យ៉ាងម៉េច បើលោកស្រីអណិតខ្ញុំធ្វើការងារចំនួនម៉ែពេលនេះខ្ញុំសូមឲ្យលោកស្រីមេត្តាខ្ញុំសូមបាយមួយចានសម្លមួយចាននិងថោក3សរសៃផងលោកស្រីខ្ញុំសូមយកទៅដាក់ឲ្យសែនភ្នោឲ្យម៉ែអ្នកនាងជួយអង្វរលោកស្រីផង នាងឯងថាម៉េចសំបាយមួយចានទៅដាក់សែនភ្នោម៉ៃនាងឯងណា ចា យើងសួរដូចឆោតនាងឯងល្ងងខ្លាំងណាស់ទៅណាមនុស្សដែលស្លាប់ហើយនេះងើបមកស៊ីបាយកោដែរយើងប្រាប់ណាបើសិនជានាងឯងសំបាយយើងទៅដាក់ឲ្យខ្មោចម៉ៃនាងឯងយើងសុកចិត្តឲ្យឆ្កែស៊ីវិញល្អជាងតែថានាងធូរឯងស៊ីវិញល្អរបស់ម៉ែនិយាយត្រូវពិតមែនចាបាទហើយ លោកស្រី យ៉ាងម៉េច បើលោកស្រីមិនអើយបាយសម្លខ្ញុំទេខ្ញុំសូមសម្រាប់ពីការងារមួយព្រឹកខ្ញុំទៅវត្ត ទៅធ្វើអី ខ្ញុំទៅបាត់ជើសំពះនិមន្តព្រះសង្ឃមួយអង្គមកបាំងស្គាល់ឲ្យម៉ែសូមឲ្យម៉ែខ្ញុំទៅបានស្ងប់ណាលោកស្រី ស្ដាប់ណាកុំថា1ម៉ោងសំបីតែ1នាទីណាក៏គ្មានការអនុញ្ញាតនាងបផានាំវាចេញទៅមុខអញទៅ ប៉ុន្តែ អញថាក់បែកក្បាលអស់ណាស់ចាញ់ទៅលោកស្រីលេងថាចាញ់ទៀតទាំងពីរអាហ្នឹងទៅចេះតវ៉ាចំនួនគេទៀតនោះនាងម៉ៃចាលោកស្រីតាមមើលវាបានល្អបើវាមិនធ្វើការទេវាយឲ្យបែកក្បាលមិនឲ្យមកប្រាប់អញទេលើទេចាលោកស្រីជំរាបលោកស្រីតែណាម៉ែចាកូនខ្ញុំមានអារម្មណ៍ថាផ្ទះយើងឥឡូវនេះដូចជាឧបទ្រពម៉ូម៉ៅមិនដឹងទេកូនចង់ទៅណាឥឡូវនេះខ្ញុំចង់សុំអ្នកម៉ែដើម្បីទៅលេងផ្ទះលោកយាយអូបើកូនចង់ទៅសប្បាយនៅទីនោះណាក្បែរផ្ទះលោកយាយនេះមានអ្វីគ្រប់យ៉ាងដែលគួរឲ្យកូនបន្ធូរអារម្មណ៍បានចាអ្នកម៉ែបើសិនជាកូនទៅណាប្រាប់លោកយាយផងតែម៉ែសុខសប្បាយទេចាបើចឹងទៅចោះកូនទៅចោះណាណែចាំតាណាទៅជួយរៀបចំឲ្យបានបងទៅណាកូនចាម៉ែទៅចោះចាំកូនទៅហើយណាអ្នកម៉ែបើឯងសប្បាយអត់ចឹងបញ្ញាប់ត្រឡប់មកវិញណាកូនទៅចោះស្លាប់ហើយឯចន់ណាគេដើរចូលមកហ្នឹងមើលរៀងរកដូចជាមិនមែនមនុស្សនៅស្រុកយើងនេះទេចាអញ្ជើញលោកចាជំរាបសួរបាទជំរាបសួរលោកស្រី អ្នកយាមឲ្យលោកចូលមកហ៎ បាទត្រូវហើយ ចាសុំទោសមើលតើលោកដូចជាមិនមែនមនុស្សស្រុកនេះទេលោកអញ្ជើញមកពីខាងណាវិញ គឺខ្ញុំធ្វើដំណើរមកពីអាជីដែននគរណា ជាដែន បាទត្រូវហើយ សុំទោសស្មានតែអ្នកចំនួន មិនមែនជាអ្នកជំនួយទេ បើមិនមែនជាអ្នកចំនួនលោកជាអ្នកណាវិញទៅ តែខ្ញុំមានឋានៈជាមេទ័ពទី1ប្រចាំនៅក្នុងព្រះបរមរាជវាំងណា ថាមកជាមេតប បាទមិនខុសទេ អូស្អាប់ហើយបានចាក់ខ្ញុំសុំសួរបន្តិចណាលោកជាមេតបមានស្គាល់មនុស្សម្នាក់ឈ្មោះនុនទេ លោកនុនណា ចា នេះលោកស្រីត្រូវជាម្ដាយរបស់លោកនុនមែនទេ ខ្ញុំជាម្ដាយ អូ លោកសើច បើចឹងជាការល្អហើយការបើខ្ញុំធ្វើដំណើរចូលមកជួបលោកស្រីពេលនេះណាក៏ព្រោះតែខ្ញុំបាននាំពាក្យសម្ដីរបស់លោកមេកងមនុនដើម្បីមកសួរសុខទុក្ខស្ថិនេះរួចហើយផ្ដាំស្ថិនេះផងថាគេសុខសប្បាយជាធម្មតាទេ កូននុនរបស់ខ្ញុំ ត្រូវហើយ សុខសប្បាយប៉ុន្តែឮសូរលោកនិយាយថាមេកងបានន័យថាម៉េចទៅលោកម្ចាស់ លោកស្រីពិតជាភ្ញាក់ផ្អើលណា ចា ព្រោះអីពេលនេះលោកនុនមិនមែនគឺជាមនុស្សដែលគ្មានឋានៈស័ក្តិយុដូចតាំងពីមុនទេដោយថ្មីដៃរបស់គេព្រះរាជបុត្រសពព្រះរាជារតីរួចហើយគេក៏ជាអ្នកមានគុណសម្បត្តិជួយកសាងប្រទេសជាតិឥឡូវពេលនេះ
ព្រះអង្គបានតែងតាំងឲ្យលោកនុនខ្លាយទៅជាមេកងហើយណា